Hatasutoro Kanorikai ខ្ញុំមុនខ្ញុំបានបោះស្រាយពីប៉ុណ្ណឹង Hatasuro Kanorikai ក៏ប៉ុន្តែមេរៀនហ្នឹងគឺខ្ញុំធ្លាប់ប្រាប់ឲ្យថាវាមិនប្របែកណាទេអ្នកទាំងអស់គ្នាហើយមេរៀននេះប៉ះចំបងណាដែលកំពុងតែចិញ្ចឹមកូនហើយក៏ធ្លាប់ចិញ្ចឹមកូនហើយគឺដឹងថាចូលនេះហើយតើឥឡូវចូលដល់ម៉ងដៃសានយូជីស្គីណូគីយូសណូជីកូដម៉ូណូហីអូយូនតេគីណាសេជូតូស្តេតេគីស៊ីសណាំណូតូស្អេរ៉ាប៊ីណាសៃគេចង់មានន័យថាក្នុងចម្លើយនៅខាងក្រោមហ្នឹងណាក្មេងដែលលូតលាស់ក្មេងដែលលូតលាស់តាមស្តង់ដារហ្នឹងសូមជ្រើសរើសចម្លើយមួយដែលស័ក្តិសមនឹងក្មេងដែលលូតលាស់តាមស្តង់ដារអ្នកទាំងអស់គ្នាក្មេងខ្លះគាត់មានជំងឺមានអីអាហ្នឹងយើងអត់រាប់ចូលណាតែក្មេងដែលគាត់លូតលាស់តាមស្តង់ដារតាមនេះហ្នឹងគឺមានថាអ្នកណាគេក៏គិតថាក្មេងអាយុប៉ុណ្ណឹងអញ្ចឹងអាយុប៉ុណ្ណឹងអញ្ចឹងអាហ្នឹងគេនិយាយថាហៀវយឿនតែគីសេចូលមានអាសានឡើយហ្នឹងណាអូខេតោះអញ្ចឹងយើងទៅមើលIchibanគេនិយាយថា1歳半から2歳頃にハイハイをして移動できるようになるកន្លែងហ្នឹងគឺអ្នកទាំងអស់គ្នាដឹងតែបាត់សឿតិចខ្ញុំនឹងទៅនាំមើលថាហេតុអីបានជាIchibanបាត់សឿតើនេះគេនិយាយថា生後9ヶ月から1歳頃に準備をさせて自分の関心や欲求を他者に伝えられるようになるគេចង់មានថាបន្ទាប់ពីក្មេងនឹងកើតបាន9ខែម្លងពី9ខែទៅ1ឆ្នាំហ្នឹងគឺក្មេងហ្នឹងគឺគាត់បានចង្អុលឬក៏គាត់បានប្រាប់ទៅអ្នកដទៃថាគាត់ចង់បានអីយកឈឺមានប្រាថ្នាចង់បានអីចឹងណាហើយខាងស៊ីនហ្នឹងគឺអារម្មណ៍ចឹងអញ្ចឹងកន្លែងហ្នឹងគឺជាចម្លើយមួយដែលត្រឹមត្រូវអ្នកទាំងអស់គ្នាត្រូវឲ្យកុំតន់ទៅចោលគ្នាអ្នកទាំងអស់គ្នាព្រៃតិចនឹងខ្ញុំនឹងឲ្យមើលកន្លែងនេះអញ្ចឹងណាបកស្រាយកន្លែងមូលហេតុអីបានជាIchibanខុសតទៅទៀតសានបានគេថា子供が使う言葉学習に増える語彙爆発数は5歳を過ぎたところに生じるមានការឡើង皆さんហើយ語彙爆発数មានថានិយាយផាំងទៅផាំងមកនិយាយធម្មតានិយាយបានធម្មតាអញ្ចឹងក្មេងគាត់ប្រើប្រាស់ពាក្យហ្នឹងក្មេងគាត់ប្រើប្រាស់ពាក្យហ្នឹងគឺគាត់អាចនិយាយភាសាដែលទៅបានច្រើនហ្នឹងណាការកើនឡើងទៅបានច្រើនហ្នឹងគឺកើតឡើងនៅពេលដែលគាត់អាយុ5ឆ្នាំឡើងអញ្ចឹងកូនបងដែលមានកូនហើយមើលចាប់អារម្មណ៍មើលថាកូនចេះនិយាយហ្នឹងកូនអាយុប៉ុន្មានអាយុ5ឆ្នាំទៅមែនហើយកូនក្មេងប្រហែលឆ្នាំយកទៅដាក់មតៃហើយទៅយកកូនទៅដាក់មតៃហ្នឹងកូនចេះនិយាយនៅអញ្ចឹងបងដែលមានកូនអាចជួយបកស្រាយឡើងហ្នឹងឲ្យខ្ញុំបានអត់អ្នកដែលមានកូនណាអូខេអញ្ចឹងកន្លែងហ្នឹងបាត់សឹកអ្នកទាំងអស់គ្នាតើយើងបាននិយាយថា人見知りの反応は2歳を過ぎたところに生じるអញ្ចឹងគេចង់និយាយថា皆さんស្គាល់ពី人見知り人見知りនឹងសំដៅទៅលើថាមិនមែនម៉ាក់ខ្ញុំអត់តាមបែបអញ្ចឹងសំដៅលើ知らない人を怖がるអ្នកដែលមុខអត់ស្គាល់មុខអ្នកដែលនិយាយក្មេងអត់ស្គាល់មុខក្មេងអត់តាមឯងក្មេងអត់ចូលចិត្តក្មេងស្រែកយំឯងហ្នឹងឯង Stone Mystery ភាសាជប៉ុនណាអញ្ចឹងគឺគាត់នៅពេលដែលគាត់អាយុ2ឆ្នាំឡើងទៅអញ្ចឹងអ្នកដែលមានម្ដាយអ្នកដែលមានកូនក៏មានអ្នកដែលមានកូនអាយុ2ឆ្នាំឡើងទៅបានចេះខ្លាចអ្នកដទៃមែនអញ្ចឹងអ្នកនៅកន្លែងហ្នឹងយល់អ្វីដែលខ្ញុំបញ្យល់ហើយអញ្ចឹងយើងបានកន្លែងហ្នឹងក៏បាត់សឹកដែរអ្នកទាំងអស់គ្នាក៏ប៉ុន្តែគេមានហេតុផលក្មេងនៅអាយុប្រហែលគាត់ខ្លាចអ្នកតីក្មេងអាយុប្រហែលនឹងខ្លាចធ្វើមិនអញ្ចឹងណាគឺមានអញ្ចឹងហត្ថសុរោកៈគឺចាំទស្សន័យឡើងហ្នឹងមកអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំនិយាយបកស្រាយនៅវីដេអូមុនថាយើងចាំឡើងណាទៅពេលយើងអានលំហាត់ទៅវាអត់ច្រឡំទេអ្នកទាំងអស់គ្នាតែដល់ពេលgoបានគេនិយាយថាIAIAをしてすぐ泣く行動は第二半後期に生じる皆さん第二半第一半ហ្នឹងវាមានទ្រឹស្ដីរបស់គេដែរអញ្ចឹងលើកហ្នឹងខ្ញុំអត់បានយកមកទេណាកន្លែងហ្នឹងណាពេលយកមកខ្ញុំថតវីដេអូថតនេះមកទៅវាវែងពេកអញ្ចឹងណាអញ្ចឹងនឹងមានជួបបងដៃក្រោយទៀតអញ្ចឹងកន្លែងហ្នឹងក៏បាត់សឹកដែរអ្នកទាំងអស់គ្នាតោះអញ្ចឹងមូលហេតុអីបានកន្លែងនេះបាំងខុសIchibanខុសអញ្ចឹងណាក៏មានកន្លែងនេះបាំងត្រូវខ្ញុំនាំនេះទៅមើលរូបថតទៅមើលវីដេអូទៅកុំមែនទៅមើលអ្វីដែលខ្ញុំចង់ប្រាប់នេះកន្លែងនេះហើយអូស្រឿងនេះឲ្យឃើញអត់9ខែទៅ10ខែហើយកន្លែងនេះគេនិយាយប៉ុន្មានពី1ឆ្នាំកន្លះទៅ2ឆ្នាំអត់ត្រូវទេអ្នកទាំងអស់គ្នាហើយអូស្រឿងហ្នឹងគឺអាយុ9ខែទៅ10ខែដល់ពេលចង់ប្រាប់ឲ្យអ្នកដទៃថាខ្លួនឯងចង់បានអីចង់បានអីហ្នឹងគឺនៅក្នុងអាយុ1ឆ្នាំកន្លះទៅពីក៏មែនពី9ខែទៅដល់1ឆ្នាំអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺអ្នកទាំងអស់នេះអត់
ចឹងនៅក្នុងក្រុមខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាឬក៏នេះអីក្នុងกระดาษហ្នឹងខ្ញុំគាត់ចង់ឲ្យមើលតែបន្តិចណាប៉ុន្តែនេះដូចមាននេះ comment កន្លែងនេះមកកន្លែង Ichigo Burn នេះ Go Burn នេះចឹងណាកន្លែងហ្នឹងគឺនឹងមានហើយអាសាចេញមែនតើអ្នកដែលហៅតាស៊ឺរកាអញ្ចឹងបងមួយចំនួនគាត់អានដល់កន្លែងហ្នឹងអត់ដឹងថាគេចង់និយាយពីស្អីចេញមកអត់ដឹងថានិយាយពីស្អីទេដោយសារអីដោយសារយើងអត់បានមើលទស្សន័យហើយនៅមានទស្សន័យមួយចំនួនធំទៀតដែលអ្នកទាំងអស់គ្នាត្រូវចងចាំណាអញ្ចឹងពេលដែលយើងអានហើយយើងយល់ហ្មងថាអូកន្លែងហ្នឹងគេចង់សំដៅទៅលើក្មេងអញ្ចឹងសម្រាប់កន្លែងហ្នឹងចង់សំដៅទៅលើមនុស្សចាស់ហ្នឹងកំពុងតែខឹងហើយគាត់ចង់បានអីអញ្ចឹងហ្នឹងឯងអញ្ចឹងបានគេឲ្យយើងរៀន Kaiku Physics ដើម្បីស្វែងយល់ពីមនុស្សដែលត្រូវការជួយគាត់អញ្ចឹងហ្នឹងហើយអូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងទេអ្នកទាំងអស់គ្នាហើយខ្ញុំសូមអរគុណច្រើន